là mất lên không quá vùng trời đâu hello សួស្តីអ្នកគ្នាចូលជាមួយនឹងខ្ញុំអានរូណាកាបាគីទាំងអស់គ្នាថ្ងៃនេះខ្ញុំនឹងមកសម្ដែងរឿងលើគ្រូក្មេងឡើងប្រឆាំងនឹងអ្នកឆៅបោកភាគទី15ឲ្យអ្នកទាំងអស់គ្នាបានទស្សនាខ្ញុំអត់សូវបានចេញរឿងតែអ្នកគ្នាអើយទស្សនាអត់លុយកុំឲ្យវិញឆ្ងាយចូលសរសៃរឿងយើងទាំងអស់គ្នារូនជីននរណាម្នាក់នៅតែពិនិត្យមើលវាជាការល្អបំផុតក្នុងការជម្រាបជូនលោកម្ចាស់វ័យក្មេងអំពីរឿងនេះតើលោកម្ចាស់វ័យក្មេងនៅឯណាខ្ញុំមិនឃើញគាត់ចាប់តាំងពីពេលនោះមកលោកគ្រូវ័យក្មេងបាននិយាយថាគាត់នឹងទៅខ្ទមថ្នាំដើម្បីជួបគ្រូពេទ្យមិនអីទេបើដូច្នោះខ្ញុំនឹងទៅទីនោះនារីវ័យក្មេងម្នាក់នេះឈ្មោះសាវលីនគឺជាគ្រូពេទ្យកូនជាងថ្មីសាវលីនត្រូវបានប្រគល់ពីភារកិច្ចឲ្យផ្ដោតលើតម្រូវការវិទ្យាសាស្ត្ររបស់ចៅហ្វាយវ័យក្មេងសូមផ្ដល់ដំបូន្មានខ្លះមិនរាក់ទាក់សោះហេតុអ្វីបានជាគ្មាននរណាចាប់អារម្មណ៍នឹងខ្ញុំបរិយាកាសនៃអាថ៌កំបាំងមកទីនេះតើអ្នកទៅឯណាហើយប្រញាប់ឡើងមកទីនេះខ្ញុំចង់អោបអ្នកណាលោកគ្រូវ័យក្មេងលោកគ្រូវ័យក្មេងលោកមិនចាំបាច់ដល់សម្លៀកបំពាក់ដើម្បីព្យាបាលជំងឺទេលើពីនេះទៅទៀតដោយដែលខ្ញុំទើបតែបាននិយាយវាមិនសមរម្យទេក្នុងការធ្វើបែបនេះនៅពេលថ្ងៃបន្ទាប់មកអនុញ្ញាតឲ្យនាងដោះដៃរបស់នាងចេញហើយអោបខ្ញុំលោកគ្រូវ័យក្មេងក៏ដូចគ្នាដែរយប់មិញនេះពិតជាមានប្រសិទ្ធភាពខ្លាំងណាស់នាងបានស្ទុះមករកខ្ញុំដល់សម្លៀកបំពាក់ហើយអោបខ្ញុំយ៉ាងណែនដោយមិនព្រមលែងឡើយការព្យាបាលបែបនោះចូលយើងធ្វើវាពេលយើងទៅផ្ទះយប់នេះទុកឲ្យខ្ញុំស្លាប់ទៅកុំកុហកខ្ញុំលោកគ្រូវ័យក្មេងអ្នកបម្រើចាស់ម្នាក់នេះមិនហ៊ានបញ្ឆោតអ្នកទេលោកគ្រូវ័យក្មេងមានព័ត៌មានថ្មីនៅទីក្រុងប៉េកាំងប្រញាប់ខ្ញុំនឹងបន្តការព្យាបាលនៅវត្តនៅយប់នេះវាមិនមែនជាប្រភេទនៃការព្យាបាលផ្លូវភេទដែលអ្នកកំពុងគិតនោះទេហើយរឿងរបស់យើងក៏បានចប់ត្រឹមតែប៉ុណ្នេះខ្លីទេមិនបកវែងទេអ្នកគ្នាអើយរវល់ណាមួយមិនបានបកទេបកហើយនឹងទៅបកហើយយប់មិញនិយាយទៅបោះព្រឹកឡើងទៅណាជួបហើយវីដេអូនេះមានតែប៉ុណ្្នឹងទេជួបគ្នានៅវីដេអូក្រោយ Goodbye